ក្មេងស្រីស្រុកស្រែម្នាក់ទេតែសុទ្ធតែចង់ជិះយន្តហោះបែបអ្នកខ្លះជិះយន្តហោះគ្រាន់តែជាការធ្វើដំណើរធម្មតាទេតែសម្រាប់ខ្ញុំកាលពីនៅក្មេងវាជារឿងអស្ចារ្យខ្លាំងមែនទែនកាលនោះមានក្តីសម័យមួយមិនមែនចង់ខ្លាចជាអ្នកមានក៏មិនមែនចង់ល្បីឈ្មោះអីទាំងអស់គ្រាន់តែចង់អង្គុយក្បែរបង្អួចនៅលើយន្តហោះហើយមើលពពកនៅពីលើមេឃនៅក្នុងភូមិរបស់ខ្ញុំយន្តហោះគ្រាន់តែជាវត្ថុពណ៌សតូចមួយហោះនៅលើមេឃរាល់ពេលដែលឮសំឡេងឮហោះពីលើក៏នាំភ្លៀងងើយមើលទៅលើមេឃជារឿងធម្មតាខ្ញុំក៏ដូចតែគេឯងដែរតែមានថ្ងៃមួយខ្ញុំមិនត្រឹមតែមើលទេខ្ញុំស្រមៃថាបើខ្ញុំបាននៅខាងក្នុងនោះមិនដឹងជាមានអារម្មណ៍មិនទៅប៉ុន្តែលើកណាក៏ដោយដែលខ្ញុំប្រាប់គេនាំគ្នាសើចចំអកបែបដេញរហូតថាម៉េចចង់ជិះយន្តហោះវាសម្រាប់តែអ្នកមានទេកុំទៅសម័យលើសពីការពិតពេកអីខ្ញុំក៏មិនដឹងតបមួយគេថាម៉េចដែរក៏នៅស្ងៀមហើយក៏ជប់និយាយអំពីវារហូតខ្ញុំគិតថាពួកគាត់និយាយត្រូវប៉ុន្តែអារម្មណ៍មួយទៀតនៅតែគិតថាអាចបានជិះនៅថ្ងៃណាមួយរាល់ពេលដែលខ្ញុំឃើញយន្តហោះហោះពីលើខ្ញុំតាំងចិត្តថាហោចណាស់ជិះឲ្យបានម្ដងក្នុងមួយជីវិតហើយខ្ញុំបានយល់រឿងមួយដ៏សំខាន់គ្រាន់តែអ្នកដទៃមិនអាចមើលឃើញក្តីសុបិនរបស់យើងមិនមែនមានន័យថាវាមិនអាចទៅរួចនោះទេនោះគ្រាន់តែជាការគិតរបស់គេមិនអាចមកកំណត់អនាគតរបស់យើងដែរខ្ញុំចាប់ផ្ដើមពីរឿងតូចៗដែលខ្ញុំអាចធ្វើបានខ្ញុំខិតខំរៀនជាងមុនខ្ញុំស្វះស្វែងរៀនភាសាអង់គ្លេសកាលនោះខំរៀនមែនទែនគិតថាប្រឡងទី12ជាប់បានទៅរៀននៅភ្នំពេញរកអាហារូបករណ៍ទៅក្រៅប្រទេសដឹងតែបានជិះយន្តហោះហើយតែក៏មានថ្ងៃខ្លះមានអារម្មណ៍ថាហត់នឿយថ្ងៃខ្លះសង្ស័យលើខ្លួនឯងហើយថ្ងៃខ្លះទៀតខ្ញុំគិតថាវាជាក្តីសម័យដ៏ឆក់ល្ងង់មួយក្រោយមកប្រឡងថ្នាក់ទី12ជាប់អាហារូបករណ៍មកបន្តការសិក្សានៅសាកលវិទ្យាល័យនៅភ្នំពេញតែអ្នកផ្ទះចង់ឲ្យប្រឡងធ្វើជាគ្រូបង្រៀនវិញពេលហ្នឹងចង់រៀននៅសាកលតាមចាប់ក្តីសម័យជិះយន្តហោះតែក៏ចង់សាកសមត្ថភាពណាមួយក៏ស្រឡាញ់ការបង្រៀនដែរក៏ទៅប្រឡងហើយក៏បានជាប់មែនពេលហ្នឹងកាន់តែពិបាកខ្លាំងមែនទែនអ្នកផ្ទះឲ្យជប់រៀននៅសាកលមករៀននៅសាលាគរុកោសល្យវិញខ្ញុំសូមអត់និយាយច្រើនពីរឿងនេះព្រោះវែងឆ្ងាយមែនទែនហើយជាការសម្រេចចិត្តមួយយ៉ាងធំនៅក្នុងវ័យដ៏ក្មេងជំនះប្រកែកនឹងគ្រួសារផងទើបបានមករៀននៅសាកលវិញបើមានពេលនៅនិយាយលម្អិតនៅវីដេអូក្រោយមូលហេតុសំខាន់ដែលខ្ញុំហ៊ានសម្រេចចិត្តបោះបង់អាជីពគ្រូបង្រៀនទាំងអ្នកផ្ទះមិនពេញចិត្តដោយសារតែហេតុផលដ៏គួរឲ្យអស់សំណើចមួយគឺចង់ជិះយន្តហោះនឹងឯងប៉ុន្តែរឿងនេះហើយដែលបង្រៀនខ្ញុំបានច្រើនមែនទែនយើងមិនចាំបាច់ឲ្យមនុស្សគ្រប់គ្នាជឿលើក្តីសុបិនរបស់យើងទេយើងគ្រាន់តែត្រូវបន្តដើរទៅរកវាសុបិនមិនអាចខ្លាយជាការពិតដែលងាយៗនោះទេវាត្រូវឆ្លងកាត់ការខំប្រឹងប្រែងការលូតដំអំណត់អត់ធន់ជាមួយនឹងជំហានតូចៗជាច្រើនខ្ញុំខំរៀនហើយប្រឹងប្រែងរកឱកាសមែនទែនមិនថាការផ្លាស់ប្ដូរការសិក្សាពេលវែងពេលខ្លីអាហារូបករណ៍ជាច្រើនអស់ពេល7 ឆ្នាំចូលដល់ពាក់កណ្ដាលឆ្នាំទី2នៃការរៀននៅសាកលហើយដាក់អាហារូបករណ៍ទៅណាក៏ធ្លាក់ដែររាប់ទៅមិនក្រោម10 ដងទេរហូតដល់ថ្ងៃមួយខ្ញុំបានជាប់ការផ្លាស់ប្ដូរការសិក្សាពេលខ្លីទៅប្រទេសឥណ្ឌូនេស៊ីរយៈពេល2 អាទិត្យកាលហ្នឹងនិយាយទៅគឺរំភើបខ្លាំងមែនទែនព្រោះគិតថាក្តីសម័យបានខ្លាចជាការពិតហើយការសម្រេចចិត្តដ៏ក្លាហានមួយបានធ្វើឲ្យខ្ញុំបានសម្រេចក្តីសម័យបានអង្គុយនៅលើយន្តហោះមើលពពកពីលើមេឃធ្លាប់តែសម្លឹងពីក្រោមទៅលើពេលនេះបានមើលទេសភាពនៅខាងក្រោមពីលើវិញម្ដងខ្ញុំមិនមានមោទនភាពព្រោះបានជិះយន្តហោះទេតែមានមោទនភាពព្រោះខ្ញុំមិនបានបបងក្តីសម័យរបស់ក្មេងស្រីតូចម្នាក់នោះបើអ្នកកំពុងមើលវីដេអូនេះហើយអ្នកមានសុបិនដែលមើលទៅធំហួសពីកន្លែងដែលអ្នកកើតសូមអ្នកស្ដាប់ខ្ញុំមិនអីទេបើអ្នកដទៃមិនយល់ពីអ្នកមិនអីទេបើពួកគេគិតថាវាមិនអាចទៅរួចហើយក៏មិនអីទេបើពួកគេសើចអ្នកកុំបោះបង់ក្តីសុបិនរបស់អ្នកដោយសារតែជឿលើពាក្យសម្ដីអ្នកដទៃចំណុចចាប់ផ្ដើមរបស់អ្នកមិនមែនកំណត់ចុងបញ្ចប់របស់អ្នកទេក្មេងស្រីនៅទីជនបទម្នាក់ក៏អាចហោះឡើងទៅលើមេឃបានអ្នកអាចចាប់ផ្ដើមពីទីណាក៏បានតែសូមកុំឈប់ក្នុងការចាប់ផ្ដើមព្រោះថ្ងៃណាមួយអ្នកនឹងមិនត្រឹមតែងើយមើលយន្តហោះហោះនៅពីលើមេឃទេតែអ្នកនឹងជិះយន្តហោះហើយសម្លឹងមើលមកក្រោមវិញម្ដងអូខេបងប្អូនទាំងគ្នាអញ្ចឹងវីដេអូដែលនិយាយពីក្តីសម័យចង់ជិះយន្តហោះរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនចង់ដឹងបន្ថែមទៀតទាក់ទងជាមួយនឹងការចែករំលែកបទពិសោធន៍ប្រចាំថ្ងៃក៏ដូចជាការដើរលេងដំណើរកម្សាន្តផ្សេងៗបងប្អូនទាំងគ្នាកុំភ្លេចជួយចុច Subscribe និងចុច Like នៅ Channel មួយនេះផងអរគុណបងប្អូនទាំងគ្នា